ស្វាយចិត្តដែរព្រោះយើងដឹងខ្លួនឯងឈ្នះបងទស្សនិកជនទាំងអស់ម្ចាស់ជ័យលេខ2លេខ1គឺយក្សាហងសួរអូសប្រៃបងយ៉ាតាអូខេអញ្ចឹងសូមរង្វាន់បកគលជូនបងជម្រាបសួរបងម៉ែបងប្អូនទាំងអស់គ្នាចាថ្ងៃនេះយើងមកប្រគល់រង្វាន់ជូនអ្នកដែលប្រកួតប្រជែងហាងស្អាតអញ្ចឹងបេសកកម្ម3ខែរបស់យើងគឺបានបញ្ចប់ម្ចាស់ដែលប្រកួតប្រជែងហាងស្អាតក៏យើងរកឃើញដែរអញ្ចឹងថ្ងៃនេះយើងនឹងយកកាដូមកប្រគល់ជូនគាត់តែម្ដងរង្វាន់ធំតែម្ដងបងប្អូនចានេះយើងទៅមើលរង្វាន់យើងទាំងអស់គ្នាគឺម៉ាស៊ីនអូតូខូ8គីឡូតែម្ដងបងប្អូនចាអញ្ចឹងតើយើងចង់ដឹងថាចំណាប់អារម្មណ៍បងដែលជាម្ចាស់ប្រកួតប្រជែងហាងស្អាតតើគាត់មានចំណាប់អារម្មណ៍យ៉ាងណាយើងចូលទៅមើលទាំងអស់គ្នាគឺយក្សាហងសួរចាអញ្ចឹងនេះបងប្អូនហាងរបស់គាត់គឺរៀបចំបានស្អាតប្រើប្រាស់ផលិតផលយក្សាច្រើនគោរពតាមគោលការណ៍នៃក្រុមហ៊ុនបានត្រូវទាំងអស់អញ្ចឹងមិនមានអារម្មណ៍ថាខុសទេពីព្រោះអីគាត់មានគ្រប់លក្ខខណ្ឌទាំងអស់ដែលយើងចង់បានតោះយើងទៅចាប់អារម្មណ៍ជាមួយនឹងម្ចាស់ហាងទាំងអស់គ្នាជំរាបសួរបងបងខ្ញុំសូមឲ្យបងណែនាំឈ្មោះទៅប្រាប់អតិថិជនរបស់ខ្ញុំហើយប្រាប់ពីសាខារបស់បងតែបងមានសាខានៅប្រហែលសាខាហើយមូលហេតុអីបានបងឈ្នះនៅក្នុងការប្រកួតប្រជែងហាងស្អាតនេះខ្ញុំឈ្មោះជីវ៉ាយានជីវ៉ាហើយខ្ញុំមាន2សាខាសាខាមួយទៀតនៅខាងសែនសុខហើយការប្រកួតហាងស្អាតហ្នឹងអានឹងខាងក្រុមយក្សាគាត់អ្នកជួយរៀបចំឲ្យគាត់មកប្រាប់ព័ត៌មានទៅគាត់សួរយើងចូលលេងអត់អញ្ចឹងខ្ញុំគាត់ថាអូខេអត់មានអីខាតបង់ទេព្រោះយើងប្រើផលិតផលយក្សាហើយយើងបើកយក្សាមកយូរហើយដែរអញ្ចឹងគាត់មានកម្មវិធីអញ្ចឹងយើងក៏ចូលរួមលេងមួយគាត់ទៅហើយក៏មានការរៀបចំថតរូបថតអីទៅហើយគាត់ប្រាប់យើងពីរបៀបលេងតិចតួចអញ្ចឹងក៏យើងយ៉ាតែsurprise ថ្ងៃហ្នឹងចាអញ្ចឹងបងក៏គាត់មានអារម្មណ៍ថា surprise ដែរបងប្អូនដោយសារអីលេងពិតបានរង្វាន់ពិតម្ចាស់ក៏ទទួលបានពិតដូចគ្នាថ្ងៃនេះយើងនឹងប្រកួតរង្វាន់ហ្នឹងជូនទៅបងប្រុសតែម្ដងខ្ញុំចង់សួរបងមួយទៀតបងមានចំណាប់អារម្មណ៍យ៉ាងណានៅពេលដែលបងលេងជាមួយនឹងក្រុមហ៊ុនទាំងដែរផលិតផលហ្នឹងបងត្រូវតែប្រើស្រេចហើយត្រូវហ៎អញ្ចឹងនៅសុកគាត់ថាប្រហោះទៅមានអីជាបញ្ហាអត់ខាតទេត្រូវហ៎ហើយចំណេញបានមកវិញទៀតសំខាន់បានប្រកួតប្រជែងហើយបងទទួលបានជោគជ័យនៅក្នុងការប្រកួតប្រជែងនេះបងមានចំណាប់អារម្មណ៍យ៉ាងណាស្វាយចិត្តដែរព្រោះយើងដឹងខ្លួនឯងឈ្នះបងអត់ទេបងខ្ញុំឮថាបងជឿជាក់ 100% ដល់ពេលអញ្ចឹងណាមែនទេបងការចាប់ឆ្នោតយើងមិនដឹងអូខេចំពោះការចាប់ឆ្នោតបើនិយាយជាការចាប់ឆ្នោតមិនមែនជាការចាប់ឆ្នោតទេគឺជាការប្រកួតប្រជែងដែលជាម្ចាស់អាជីវកម្មគាត់ត្រូវរៀបចំហាងរបស់គាត់ឲ្យមានសណ្ដាប់ធ្នាប់នៅការប្រើប្រាស់នៅផលិតផលយក្សាក៏មានអញ្ចឹងគាត់គឺជាសាខាមួយដែលមាន perfect ទាំងអស់អញ្ចឹងទស្សនិកជនទាំងអស់ម្ចាស់ជ័យលេខ2លេខ1គឺយក្សាហងសួរយេអូសប្រៃបងយ៉ាតាអូខេអញ្ចឹងសូមរង្វាន់បកគលជូនបងលើករង្វាន់បកគលជូនបងតែម្ដងអរគុណ